គឺគាត់ឃ្លានបុកល្ហុងហើយគាត់ក៏បានធ្វើការជិះទៅទិញបុកល្ហុងញ៉ាំអញ្ចឹងទៅហើយគាត់ក៏បានឃើញតូបមួយដាក់ឈ្មោះថាមីលក់អាហារគាត់ក៏បានចូលទៅទិញទៅនាងក៏បានប្រាប់គេចឹងទៅខ្ញុំសុំយកបុកល្ហុងមួយចានទៅ50គ្រាប់ហើយខ្ញុំអត់ដាក់តកូនទេហ្នឹងហើយតកូនក៏អត់ដែរចង់បាត់ដាក់ឯងចាចឹងខ្ញុំសុំយកផ្អាំប្រៃរៀងច្រើនតិចមកណាចឹងអូនឯងទៅអង្គុយចាំនៅកៅអីខាងក្រោយចឹងអូនចាហើយនេះក៏បានធ្វើការដើរទៅអង្គុយនៅកៅអីខាងក្រោយដើម្បីចាំបុកល្ហុងចឹងឆ្លៀតពេលនោះនាងក៏បានលេងទូរស័ព្ទផងដែរហើយអ្នកលក់ហ្នឹងក៏បានលួចដាក់ម្ទេស200គ្រាប់ឲ្យនាងហើយក៏ឲ្យនាងមកនេះអូនបុកល្ហុងហែងតាណែចាចាំខ្ញុំទៅយកនាងក៏បានដើរទៅយកបុកល្ហុងពីចិញ្ចាស់ហ្នឹងទៅណែបុកល្ហុងអូនចាចាំខ្ញុំឲ្យលេខហើយចាំខ្ញុំសុំទៅសិននាងក៏បានធ្វើការដើរទៅយកកង់ដើម្បីជិះទៅផ្ទះទៅហើយនាងគឺពិតជាឃ្លានបុកល្ហុងខ្លាំងមែនតើនាងគុំបុកល្ហុងប្រហែលថ្ងៃហើយឥឡូវនាងបានញ៉ាំដោយបំណងនាងក៏បានទៅញ៉ាំយ៉ាងមានជាតិឆ្ងាញ់មកទៅតាប៉ុន្តែមានអារម្មណ៍ថាញ៉ាំយូរទៅដូចជាហើយជួយផងមកបុកល្ហុងមានពេកនេះហើយអូយឡើងចិត្តងាប់ហើយនេះអូយធ្វើមកទៅអូយផឹកទៅខ្លួនអូយណាតាបាត់ខាងណាអូយធ្វើមកទៅនេះពេលនោះនាងក៏បានបាត់បង់ជីវិតទៅដោយសារនាងខឹងពេក Ngày gắn con từ đẹp xong